ការឬឬប្រកាន់បកប្រកាន់ពូឬក៏ប្រកាន់រឹកឬក៏ប្រកាន់ឋានៈនេះមុខងារណាលោកអ្នកជាសិទ្ធិរបស់បុគ្គលម្នាក់បាទបាទខ្ញុំបាទសូមគោរពជំរាបសួរលោកអ្នករងជាប្រូហ្វេស័រសួស្តីយុវជនបតីអរគុណចំពោះលោកអ្នកដែលបានតាមទស្សនាបាទពាក្យថារើសតើងជាកិរិយាសព្ទគឺរើសតើងរើសរកតែល្អស៊ីទៅកុំរើសតើងទេអានេះពាក្យខ្មែរទេណាបាទរើសគឺការប្រកាន់យកតែបពុករបស់ពួកគេរើសមុខបើយើងទៅប្រជុំជាមិត្តជាមួយគេក៏បដិសេធហើយបើយើងសួរអីគេក៏បដិសេធចោលគេមិនឆ្លើយគេបន្តជាមួយយើងបដិសេធគេរើសហើយនោះបាទត្រួយណាទេបាទ639ប្រកាន់ជាកិរិយាសព្ទចាត់ហេតុឬក៏ប្រកាន់ទោសឬក៏ប្រកាន់បពុកមិនចង់និយាយជាមួយទេណាបាទ238គឺឆ្មើងជាគុណស័ព្ទបាទឬជាគុណនាមដែលប្រកាន់ខ្លួនរពើរពើងមនុស្សឆ្មើងគេថាឆ្មើងកន្ទ្រើងឆ្មើងហួសបែបភាពឆ្មើងកំអួឆ្មើងលេងឬក៏លេងខ្លួននេះពួកឆ្មើងបាទចូលម៉ាត់ពីម៉ាត់គេមិនឆ្លើយជាមួយយើងទេបាទពេទ្យស្ដីក្រអឺតក្រទមជាគុណស័ព្ទឬក៏ជាគុណនាមដែលសម្ដែងឬពាក្យកិរិយាយឺតយ៉ាវធ្វើក្រអឺតក្រប្រែអិរិយាបថឬក្រអឺតក្រទមអយក្រអឺតធ្វើឬក្រអឺតនេះណាអយក្រអងគុណស័ព្ទគឺក្រអងក្រអាងណាបាទ323ឋានៈជានាមស័ព្ទបាលីគឺឋានៈសន្និបាតគឺស្ថានហេតុកំណើតំណងខ្ញុំសូមសង្ខេបแล้วก็ងារមុខងារបាទពាក្យត្រឹមនេះមានច្រើនព្រមមានវិជ្ជាសញ្ញាគួរកុំប្រកាន់ឋានៈពេកណាលោកអ្នកកុំរឹកអើពេកណាលោកអ្នកអានេះពាក្យខ្មែរមានដំណើរគួរកុំប្រកាន់រឹកអើពេកកុំរឹកឆ្ងាយពេកអីសប្តាហ៍ចំពោះណាក្រោយណាឃើញមើលតែតាមទូរស័ព្ទទៅដឹងតែឃើញបាទបាទសូមអរគុណចំពោះលោកអ្នកដែលបានតាមទស្សនាអរគុណជូនពរអ្នកកញ្ញាច្រើន